ចំណុចទី3ការស្ដែងចេញចំណុចពិសេសខ្ញុំនឹងលើកទស្សនៈថ្មីមួយទៀតរបស់ Steve Jobs ដែលល្អបំផុតក្នុងការចូលជែកជាមួយភ្ញៀវនៅក្នុងការលក់គាត់និយាយថាអតិថិជនមិនដឹងថាគាត់ត្រូវការអីនោះទេតែនៅពេលដែលយើងបង្ហាញគាត់ទើបគាត់មានអារម្មណ៍ថាគាត់ត្រូវការផលិតផលមួយនេះអ្នកលក់ពូកែត្រូវចេះបង្ហាញលទ្ធផលរបស់អតិថិជនខ្លះឲ្យអតិថិជនបានឃើញក្នុងពេលសន្ទនាជាមួយអតិថិជនអ្នកអាចយកគំនិតមួយនេះទៅអនុវត្តនៅក្នុងការលក់បានអតិថិជនគិតមិនលេចចេញពីផលិតផលរបស់អ្នកនោះទេតែអ្នកលក់ត្រូវតែចេះសម្ដែងសិល្បៈខ្លះឲ្យភ្ញៀវកាន់តែចង់ទិញផលិតផលរបស់អ្នកមានដំណើរថាមានអ្នកលក់ម៉ាស៊ីនចាប់រួយម្នាក់គាត់បានជួបជាមួយភ្ញៀវម្នាក់ដោយចៃដន្យនៅតាមផ្លូវគាត់បានចូលទៅជួបភ្ញៀវម្នាក់នោះហើយគាត់ក៏ឆ្លៀតឱកាសលក់ផលិតផលម៉ាស៊ីនចាប់រួយរបស់គាត់ទៅឲ្យអ្នកដំណើរម្នាក់នោះអង្គុយទល់មុខគ្នាអ្នកលក់ម្នាក់នោះជជែកបណ្ដើពីនេះពីនោះសួរសុខទុក្ខអ្នកដំណើរចុះឡើងដែលវាគឺជាឱកាសមួយកាន់តែល្អនៅក្នុងការស្ទាបស្ទង់ពីតម្រូវការនិងចូលទៅកាន់តែគៀកជាមួយភ្ញៀវសម្លឹងឃើញឱកាសល្អអ្នកលក់ម៉ាស៊ីនចាប់រុយបានបើកម៉ាស៊ីនរបស់ខ្លួនដាក់ចោលនៅក្បែរខ្លួនឲ្យម៉ាស៊ីននោះដំណើរការចាប់រុយបានរាប់រយក្បាលនៅនឹងមុខភ្ញៀវម្នាក់នោះភ្ញៀវសម្លឹងឃើញប្រសិទ្ធភាពបែបនេះភ្ញៀវបានសួរនាំពីម៉ាស៊ីនចាប់រុយមួយនេះហើយនិយាយថាបើខ្ញុំចង់បានវាមួយគ្រឿងតើធ្វើមិនទិញបានវាគឺជាឱកាសល្អមួយសម្រាប់អ្នកលក់នៅក្នុងការលក់អ្នកលក់ក៏ប្រាប់ថាបើបងចង់បានខ្ញុំនឹងចែកឲ្យមួយក៏បានភ្ជាប់ជាមួយសាច់រឿងមួយនេះខ្ញុំមានសាច់រឿងមួយទៀតនិយាយពីហុងស៊ុយវិជាសាស្ត្ររបស់ចិនកាលពីខែវិច្ឆិកាឆ្នាំ2019ខ្ញុំបានទៅជួយបើកអាហារស្ថានមួយកន្លែងឲ្យមិត្តភ័ក្តិរបស់ខ្ញុំនៅម្ដុំផ្សារថ្មីមិត្តភ័ក្តិរបស់ខ្ញុំបានអញ្ជើញគ្រូចិនសែម្នាក់ឲ្យមករៀបចំហុងស៊ុយនៅក្នុងហាងរបស់គាត់រឿងដែលគួរឲ្យហួសចិត្តបំផុតនោះគឺលោកគ្រូចិនសែម្នាក់នោះបានបញ្ជាឲ្យមិត្តភ័ក្តិរបស់ខ្ញុំយកម៉ាស៊ីនសម្រាប់មេរោគចានស្លាបព្រាយកទៅដាក់នៅចំកណ្ដាលហ្វូងរបស់ភ្ញៀវមិត្តភ័ក្តិខ្ញុំប្រកែកថាមិនកើតទេលោកគ្រូទៅផ្លូវភ្ញៀវចូលលោកគ្រូចិនសែម្នាក់នោះក៏ប្រាប់ថារឿងសំខាន់ត្រូវតែដាក់ឲ្យភ្ញៀវឃើញមុនគេបើគេអង្គុយញ៉ាំបាយគេនឹងឃើញពីសកម្មភាពសម្រាប់មេរោគចានស្លាបព្រាចង្កឹះកែវហើយយើងមិនចាំបាច់និយាយប្រាប់ភ្ញៀវថាអនាម័យខ្ពស់ទេភ្ញៀវនឹងយល់ដោយស្វ័យប្រវត្តិអ្នកលក់ឆ្លាតត្រូវចេះសម្ដែងឲ្យភ្ញៀវឃើញនៅចំណុចដែលភ្ញៀវភ័យជាងគេបំផុតបើភ្ញៀវសង្ស័យអ្វីត្រូវជម្រះឲ្យអស់សង្ស័យគឺមិនទិញបើទិញគឺមិនសង្ស័យវាគឺជាការបង្ហាញពីលទ្ធផលផលិតផលខ្លះឲ្យភ្ញៀវបានឃើញហើយវាជារឿងមួយដ៏អស្ចារ្យដែលអ្នកលក់អាចលក់ផលិតផលមួយដាច់ដោយមិនបានបញ្ចុះបញ្ចូលភ្ញៀវសំបីតែមួយម៉ាត់ពោលគឺឲ្យផលិតផលជាអ្នកលក់ដោយខ្លួនឯងវាតែម្ដងអ្នកលក់ឆ្លាតតម្រូវចេះបញ្ចុះបញ្ចូលអារម្មណ៍ភ្ញៀវដោយយុទ្ធសាស្ត្រប្រឡូយពីប្រសិទ្ធភាពខ្លះរបស់ផលិតផលដែលវាគឺជាហេតុផលមួយដែលធ្វើឲ្យភ្ញៀវចង់ទិញផលិតផលរបស់អ្នកផងដែរបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំបានអានចប់នៅចំណុចទី3នៅក្នុងមេរៀនដែលមានចំណងជើងថាអាគមសណ្ដំចិត្តភ្ញៀវនៅក្នុងនោះមាន3ចំណុចចំណុចទី1រូបអារម្មណ៍របស់អ្នកលក់ចំណុចទី2ចាក់ចំទាំង10កម្រិត9ចំណុចទី3ការស្ដែងចេញចំណុចពិសេសនៅចំណុចចុងក្រោយហ្នឹងគឺខ្ញុំបានយល់យ៉ាងច្បាស់ទាក់ទងទៅនឹងការលក់ផលិតផលមានបរិសម្នាក់ដែលគាត់លើកឡើងថាគាត់អ្នកលក់ម៉ាស៊ីនចាប់រុយហើយគាត់មុនលក់គាត់ទៅហាត់ប្រាណឬក៏គាត់ដើរទៅជួបភ្ញៀវអញ្ចឹងណាជួបភ្ញៀវខាងក្រៅអញ្ចឹងណាពេលដែលជួបភ្ញៀវគាត់យករបស់ដែលគាត់ត្រូវលក់ហ្នឹងគឺដាក់នៅក្បែរខ្លួនបន្ទាប់មកគាត់ដាក់ឲ្យភ្ញៀវនឹងមើលតែម្ដងពេលដែលនិយាយទៅកន្លែងហ្នឹងគឺចំណុចល្អមែនទែនបងប្អូនដូចឧទាហរណ៍ជាក់ស្ដែងអញ្ចឹងណាខ្ញុំមានម៉ាស៊ីនចាប់រុយលក់ហើយខ្ញុំមុននឹងលក់ខ្ញុំអត់និយាយច្រើនទេខ្ញុំយកផលិតផលរបស់ខ្ញុំដាក់នៅគៀនហ្នឹងហើយបន្តមកទៀតខ្ញុំមានភ្ញៀវដែលយើងត្រូវជួបហ្នឹងគឺគាត់បានឃើញនៅខ្លួនឯងថាម៉ាស៊ីនហ្នឹងវាគុណប្រយោជន៍វាជួយអីគេខ្លះអញ្ចឹងណាអញ្ចឹងចំណុចទី3ហ្នឹងគឺសំខាន់មែនទែនល្អខ្ញុំអានហើយគឺខ្ញុំមានអារម្មណ៍ថាកន្លែងចំណុចហ្នឹងល្អអញ្ចឹងសម្រាប់បងប្អូនយើងចង់យកបន្ថែមអាចអានបានហើយបងប្អូនស្ដាប់ខ្ញុំមកតិនយល់បងប្អូនអាចស្ដាប់ពីចំណុចទី1ទី2ទី3ហើយនៅមេរៀនអាគមសម្ដំចិត្តភ្ញៀវនឹងបានបងប្អូនអញ្ចឹងមេរៀននេះក៏ខ្ញុំបានអានចប់នៅចំណុចបន្តទៀតយើងបើកនៅទំព័រទី142យើងមកអាននៅមេរៀនថ្មីដែលមេរៀនហ្នឹងគេដាក់ចំណងជើងថាផ្ទះល្អ4ទិសទាក់អារម្មណ៍ភ្ញៀវបងប្អូនអ្នកគ្នាចំណងជើងនេះគឺខ្លាំងណាស់អីមែនតើអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតខ្ញុំសង្ឃឹមថាបងប្អូននឹងបានអានបានយល់បានស្ដាប់បងប្អូននឹងយកអ្វីដែលយើងបានស្ដាប់បានអានហ្នឹងយើងគិតហើយយើងយកវាទៅបំបែកចេញជាលទ្ធផលហើយវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូបន្តទៀតនៅមេរៀនថ្មីទំព័រទី142ហើយវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងបងប្អូនជម្រាបលាបាយបាយ